ជំរាបសួរលោកគ្រូចាលោកគ្រូនេះជាវីដេអូរបស់ខ្ញុំឆ្លុះបញ្ចាំងពីក្រុមទី1ដែលគាត់ឡើងធ្វើបទបង្ហាញហើយក្រុមទី1ដែលគាត់និយាយអំពី cooperative learning អញ្ចឹងក៏ cooperative learning វាមាន6ចំណុចសំខាន់ចំណុចទី1គឺ introduction ការណែនាំអំពីការរៀនបែបសហការ Cooperative learning is a teaching method where students work together in small group to learn ចឹងមានន័យថាការរៀនបែបសហការគឺជាវិធីសាស្ត្របង្រៀនមួយដែលសិស្សធ្វើការជាមួយគ្នានៅក្នុងក្រុមដើម្បីរៀនទាំងអស់គ្នាចំណុចទី2និយាយអំពី definition និយមន័យរបស់ cooperative learning cooperative learning means students learn together in group to achieve the same មានន័យថាការរៀនបែបសហការហ្នឹងគឺសិស្សរៀនជាមួយគ្នានៅក្នុងក្រុមដើម្បីទទួលបានចំណេះដឹងដូចគ្នាចំណុចទី3និយាយអំពី characteristic អញ្ចឹង characteristic នៃ cooperative learning មាន6ចំណុចទី1គឺនិយាយអំពី student work in small group មានន័យថាសិស្សគឺធ្វើការជាក្រុមអញ្ចឹងមុននឹងចាប់ដើមរៀនគេត្រូវបែងចែកសិស្សនឹងជាក្រុមចំណុចទី2 student help each other អញ្ចឹងចំណុចទី2គឺសិស្សជួយគ្នាទៅវិញទៅមកអញ្ចឹងពេលដែលបែងចែកក្រុមហើយសិស្សគឺគាត់ត្រូវសហការគ្នាជួយពន្យល់គ្នាទៅវិញទៅមកចំណុចទី3 everyone participate គឺសិស្សចូលរួមនិងមានទំនួលខុសត្រូវរបស់ខ្លួនរៀងខ្លួនអញ្ចឹងបន្ទាប់ពីយើងបែងចែកក្រុមហើយយើងសហការគ្នាហើយយើងក៏ត្រូវមានទំនួលខុសត្រូវទៅលើចំណុចរបស់យើងរៀងខ្លួនដែរហើយចំណុចទី4 teamwork is important ចំណុចទី4ការងារជាក្រុមវាមានសារៈសំខាន់អញ្ចឹងការធ្វើការងារជាក្រុមវាពិតជាមានសារៈសំខាន់ណាស់ដើម្បីឲ្យសិស្សនឹងចេះសហការគ្នាចេះជួយគ្នាទៅវិញទៅមកចំណុចទី5និយាយអំពី communication is important អញ្ចឹងទំនាក់ទំនងពិតជាមានសារៈសំខាន់ចំណុចទី5នេះនិយាយអំពីសារៈសំខាន់ទំនាក់ទំនងអញ្ចឹងហើយការទំនាក់ទំនងពិតជាមានសារៈសំខាន់ការរៀនក៏ដូចគ្នាអញ្ចឹងយើងត្រូវមានទំនាក់ទំនងល្អរវាងគ្នានឹងគ្នាហើយចំណុចចុងក្រោយចំណុចទី6នេះ the teacher is a guide អញ្ចឹងមានន័យថាគ្រូគឺគ្រាន់តែជាអ្នកណែនាំជាអ្នកសម្របសម្រួលឬក៏ពន្យល់បន្ថែមទៅលើក្រុមណាដែលគាត់អាចឆ្លើយអត់ទាន់បានល្អអញ្ចឹងយើងអាចជួយពន្យល់បន្ថែមគាត់ឥឡូវចូលដល់ចំណុចទី4ធំនិយាយអំពី teaching learning ចំណុចទី4ធំវាមានចំណុចតូចក្នុងនោះ5ទី1 first preparation បានន័យថាចំណុចទី1គឺយើងបែងចែកក្រុមចំណុចទី2 giving the test បានន័យថាគ្រូបែងចែកក្រុមហើយគ្រូត្រូវដាក់កិច្ចការឲ្យសិស្សធ្វើចំណុចទី3 group discussion អញ្ចឹងបន្ទាប់ពីគ្រូដាក់កិច្ចការមកសិស្សត្រូវចូលរួមពិភាក្សាផ្ដល់គំនិតគ្នាទៅវិញទៅមកចំណុចទី4 presentation បន្ទាប់ពីគាត់ពិភាក្សាគ្នាទៅវិញទៅមកហើយគាត់នឹងធ្វើបទបង្ហាញចំណុចទី5គឺ feedback ហ្នឹងគឺគ្រូត្រូវមានមតិកែលម្អចំណុចខ្វះខាតឬក៏ចំណុចដែលល្អគាត់លើកទឹកចិត្តបន្ថែមទៀតឥឡូវចូលដល់ចំណុចទី5ធំ benefit
អញ្ចឹង benefit នេះគឺមាន4ចំណុចតូចចំណុចទី1 it improves teamwork បានន័យថាចំណុចទី1នោះគឺវាអភិវឌ្ឍការងារក្រុមបានន័យថាឲ្យការងារក្រុមនោះវាមានការរីកចម្រើនទី2 it build confidence បានន័យថាវាកសាងនៅភាពក្លាហានមានទំនុកចិត្តធ្វើឲ្យសិស្សនឹងមានទំនុកចិត្តក្លាហានជាងមុនចំណុចទី3 it make student active បានន័យថាធ្វើឲ្យសិស្សនឹងមានសកម្មភាពច្រើនវាដូចទៅនឹងវិធីសាស្ត្រសិស្សមជ្ឈមណ្ឌលដែរអញ្ចឹងណាហើយចំណុចទី4 it's important communication skill វារីកចម្រើនទៅលើការទំនាក់ទំនងរវាងសិស្សនិងសិស្សផងដែរចាឥឡូវចូលដល់ចំណុចទី6ធំនិយាយអំពី challenges បញ្ហាប្រឈមអញ្ចឹងក្នុងកិច្ចការអ្វីមួយតែងតែមានបញ្ហាហើយឥឡូវចំណុចទី6នេះមានចំណុចតូច6ផងដែរនៅក្នុងនោះ5ផងដែរនៅក្នុងនោះលោកចំណុចទី1គឺ some student make not teamwork វាអាចមានសិស្សខ្លះគាត់ប្រហែលជាអត់សូវចង់ចូលរួមអញ្ចឹងណាហើយចំណុចទី2 the classroom may become noisy អញ្ចឹងចំណុចទី2នេះអាចធ្វើឲ្យថ្នាក់រៀននឹងវាមានសំឡេងរំខាននៅពេលដែលគាត់ពិភាក្សាគ្នាអញ្ចឹងណាហើយចំណុចទី3 group conflict may happen បានន័យថាអាចនឹងមានការភាន់ច្រឡំកើតឡើងផងដែរចំណុចទី4 group work may take more time បានន័យថាបើយើងធ្វើការងារគ្រប់ចឹងទៅវាអាចចំណាយពេលបន្ថែមទៀតហើយជាចុងបញ្ចប់នោះ some student may dominate the discussion អាចមានសិស្សខ្លះគាត់រៀងប្រកាន់ខ្លួននិយាយទៅគាត់អាចរៀងប្រកាន់ខ្លួនក្នុងការពិភាក្សាក្រុមអញ្ចឹងណាចាអញ្ចឹងវីដេអូឆ្លុះបញ្ចាំងមានតែប៉ុណ្ណឹងជម្រាបលាលោកគ្រូ